តំបន់ដែលខ្ញុំកំពុងរស់នៅនេះមានអារម្មណ៍ថាស្ងាត់ខ្លាំងហ្មងខុសពីតំបន់ចាស់ដែលខ្ញុំរស់នៅហើយថ្ងៃនេះថ្ងៃអាទិត្យបងថ្ងៃអាទិត្យហើយដែលណាចុងឆ្នាំរៀបនឹងឆ្លងឆ្នាំចូលឆ្នាំ2026តែខ្ញុំចង់ដឹងខ្ញុំមកនៅតំបន់នេះខ្ញុំអត់ដើរពេលយប់ចឹងដែរបងហើយថ្ងៃនេះខ្ញុំនៅបានរហូតម៉ោង6ដែរម៉ោង1ជាងដែរតែមានអារម្មណ៍ថានៅនេះស្ងាត់ខ្លាំងបងស្ងាត់ខ្លាំងទោះបីជនជាតិកូរ៉េជនបរទេសអីអត់មានធ្វើដំណើរទៅណាមកណាដោយសារតែថ្ងៃនេះថ្ងៃអាទិត្យទៀតអ្វីដែលចម្លែកគឺថ្ងៃអាទិត្យហើយអត់មានអ្នកធ្វើដំណើរទៅណាទៅណីសោះហើយបើនិយាយពីផ្សារវិញហ្មងផ្សារដែលណាបត់ស្ងាត់ឈឹងបងប្អូនមានជនជាតិកូរ៉េប្រហែល4 5នាក់អីដើរទិញហើយចម្លែកបងប្អូនចម្លែកខុសពីតំបន់ចាស់របស់ខ្ញុំតំបន់ចាស់របស់ខ្ញុំនៅខាងសងជូមានអារម្មណ៍ថាវាគាត់មកជាងនេះតែបើតំបន់ថ្មីនៅខាងគីមឆននេះវិញស្ងាត់ខ្លាំងហ្មងស្ងាត់អត់សូវមានជាជនដើរទៅណាមកណាទេសូម្បីតែជនជាតិកូរ៉េក៏អត់សូវមានដែរបងដល់អញ្ចឹងរៀងចម្លែកដែរហើយបើនិយាយពីស្រែចក៏អត់សូវមានឡាននិយាយពីស្រែចក៏អត់សូវមានឡានបើកបរគាត់ខ្វែងដែរខ្ញុំមកនៅតំបន់នេះខ្ញុំទៅចេញដើរថ្ងៃនេះបងប្អូនចេញដើរថ្ងៃនេះរៀងយប់ដោយសារតែរហដងខ្ញុំមិនដែរចេញដើរទេដោយសារតែតំបន់របស់ខ្ញុំគឺនៅឆ្ងាយកន្លែងរោងចក្ររបស់ខ្ញុំអញ្ចឹងហើយនេះមានឱកាសហើយនៅមួយរោងចក្ររបស់ខ្ញុំចិត្តដល់ថ្ងៃឈប់សម្រាប់ឆ្លងឆ្នាំផងដល់អញ្ចឹងខ្ញុំមានឱកាសជាដើរមើលផ្សារមើលអីលេងអញ្ចឹងហើយដល់ពេលមកនេះចាក់ស្ដែងមានណាស្ងាត់ហ្មងរកកន្លែងហូបអីញ៉ាំអីក៏ពិបាកដែរនេះដូចជាស្ដែងផ្សារនៅមុខនេះគឺផ្សារធំនៅមុខយកហ្មងហើយកន្លែងខ្ញុំកំពុងឈរនេះគឺកន្លែងមុខយកដែរហើយផ្សារធំដែរបងប្អូនផ្សារធំតែអត់មានមនុស្សអអីដូចតំបន់ចាស់របស់ខ្ញុំតំបន់ចាស់របស់ខ្ញុំសុខសែតែរៀងអជាងនេះនៅនេះមានអារម្មណ៍ថារៀងទីក្រុងឡើយណាមានក្រុងឡើយណានៅតំបន់ស៊ីគីមឆនស៊ីអញ្ចឹងឡើយណាទីក្រុងហើយទីក្រុងហើយនេះគឺទឹកដី54នេះគ្នាហើយតំបន់ចាស់របស់ខ្ញុំក៏ទឹកដី54ដែរតែអ្វីដែលខ្ញុំចម្លែកតំបន់ចាស់របស់ខ្ញុំរៀងអជាងនេះហើយទីរួមសុកទូចទេបងតំបន់ចាស់ខ្ញុំទីរួមសុកទូចទេតែមនុស្សរៀងថ្ងៃសៅរ៍អាទិត្យអញ្ចឹងមានជនបរទេសម្នាក់ច្រើនហើយមានជនជាតិកូរ៉េម្នាក់ដើរផ្សារដើរទិញអីវ៉ាន់តិចអីចឹងហើយបើនិយាយពីនេះវិញផ្សារមានដែរតែស្ងាត់ខ្ញុំអត់យល់ដល់នឹងដែរបងហើយនៅឆ្ងាយពីយកនេះជាប់យកទេបងនៅយកបងខ្ញុំដើរនេះគឺតែ100 200 ម៉ែត្រខ្ញុំក៏ដើរចង់ដឹងថានៅតំបន់ខ្ញុំកំពុងរស់នៅកំពុងធ្វើការនេះមិនដែរអីមិនដែរដោយសារតែដឹងស្រាប់បងយើងមកធ្វើការនៅក្នុងប្រទេសកូរ៉េយើងត្រូវដើរមើលគេមើលឯងខ្លះមើលការរកស៊ីលក់ដូរនៅប្រទេសរបស់គេខ្លះទៀតហើយខ្ញុំមានពេលខ្ញុំឆ្លៀតពេលដើរមើលតើការរកស៊ីគេលក់ដូរគេមិនខ្លះចឹងហើយចាស់ស្ដែងតំបន់នេះរឿងស្ងាត់បងតែសេដ្ឋកិច្ចក៏យើងធ្លាក់ចុះដែរការលក់ដូរក៏មិនសូវដាច់ដូចមុនដែរបងដោយសារដឹងស្រាប់ហើយសេដ្ឋកិច្ចនៅកូរ៉េឥឡូវក៏រៀងធ្លាក់ចុះដែរហើយប្រជាជនក៏មិនសូវមានលុយពលករក៏មិនសូវមានលុយច្រើនដូចមុនដែរដោយសារការងារអត់សូវមានហើយតំណែងរៀងឡើងថ្លៃជាងមុនឆ្នាំដែលខ្ញុំមកដំបូងតំណែងនៅកូរ៉េអត់សូវថ្លៃទេមកហូបមហាអីអត់សូវថ្លៃសាច់ជ្រូកមាន់ទាអញ្ចឹងអត់សូវថ្លៃហ្មងទេដល់ពេលមួយរយៈនេះរៀងឡើងថ្លៃហើយបូកផ្សំទាំងអវ៉ាន់នាំចេញអត់សូវមានអញ្ចឹងហើយមិនថាពលករអីក៏មិនថាជនជាតិកូរ៉េផ្ទាល់ទេអត់សូវឡានណានិយាយទៅអត់សូវមានលុយចឹងណាបងតែអ្វីដែលខ្ញុំឆ្ងល់នៅនេះមានជនបរទេសច្រើនដែរបងមានជនបរទេសធ្វើការនៅនេះច្រើនដែរតែបែរជាថ្ងៃសៅរ៍ថ្ងៃអាទិត្យចឹងបែរជាអត់មានមនុស្សវិញមានមនុស្សដើរចឹងដល់ចឹងខ្ញុំចម្លែកដែរហើយមិនឆ្ងាយទៅយកណាបងនេះយកនៅហៅគីមឆននៅកន្លែងនេះយកហ្មងកន្លែងដែលមានភ្លើងពណ៌ហ្នឹងហើយយកហើយនៅចិត្តយកមែនតើបងបាយជាស្ងប់ស្ងាត់
ហើយវីដេអូមួយហ្នឹងខ្ញុំមានប៉ុណ្ណឹងបងហើយជួបគ្នានៅវីដេអូក្រោយទៀតហើយថ្ងៃនេះខ្ញុំតំណែងជាដើរថតទេសភាពនៅខាងទឹកដីគីមឆនដើម្បីបងប្អូនដែលធ្លាប់មកតំបន់នេះធ្លាប់រស់នៅតំបន់នេះហើយជាដឹងហើយតំបន់នេះរៀងស្ងាត់ជាងតំបន់ផ្សេងៗបង